បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងមួយរយៈនេះខានចេញវីដេអូយូរហើយបាទនេះគឺជាសកម្មភាពខ្លះៗការទៅលេងនៅខេត្តសៀមរាបបាទវីដេអូនេះទៅលេងការចូលឆ្នាំខ្មែរប្រពៃណីខ្មែរយើងបាទចូលឆ្នាំខ្មែរប្រពៃណីខ្មែរបាទឥឡូវគឺយើងមកដល់ខេត្តសៀមរាបហើយគឺមើលទៅតាមបដោតផ្លូវជាតិលេខ6ពិតជាស្រស់ស្អាតមែនទែននៅក្នុងខេត្តសៀមរាបអញ្ចឹងបងប្អូនមកដល់ខេត្តសៀមរាបបងប្អូនជាប្រកាសជាចាប់អារម្មណ៍អ្វីមួយនៅក្នុងខេត្តសៀមរាបហើយសម្រាប់ខ្ញុំគឺចាប់អារម្មណ៍មួយគឺកន្ត្រកពលដ៏ធំនៅក្នុងខេត្តសៀមរាបកន្ត្រកពលហ្នឹងគឺធំមែនទែនបាទបងប្អូនដឹងទេកន្ត្រកពលហ្នឹងខ្ញុំកងជិះប្រហែលដងតែអត់ដែលបានជិះសោះខ្ញុំធ្លាប់ឮបងប្អូននៅខេត្តសៀមរាបថាពេលដែលយើងជិះកន្ត្រកពលដ៏ធំហ្នឹងយើងអាចមើលទេសភាពច្រើនពីលើនៃខេត្តសៀមរាបបានឆ្ងាយណាបងប្អូនប៉ុន្តែខ្ញុំមិនដែលបានជិះសោះហើយខ្ញុំមិនដឹងថាតម្លៃប្រមាណសម្រាប់មនុស្សម្នាក់នៅពេលដែលយើងចង់ជិះកន្ត្រកបងប្អូនមកខេត្តសៀមរាបបងប្អូនជិះតាមបណ្ដោយផ្លូវជាតិលេខ6មកពីប្រទេសមានជ័យវិញបងប្អូនអាចឃើញនៅខាងស្ដាំដៃឬក៏យើងជិះពីពេញទៅវិញគឺនៅខាងឆ្វេងដៃអញ្ចឹងណាបងប្អូនបាទអញ្ចឹងចប់កន្ត្រកវិញគឺយើងមកដល់ហើយផ្លូវចូលទៅកាន់អង្គរទូតបាទអញ្ចឹងគឺថ្ងៃហ្នឹងគឺជាថ្ងៃទី3នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើងឃើញថាបងប្អូនយើងមកលេងច្រើនមែនទែនតាមខ្ញុំចាំវីដេអូនេះថតប្រហែលជាម៉ោង2ជាងដែលមកដល់ខេត្តសៀមរាបហើយគោលបំណងពួកខ្ញុំគឺទៅលេងមុខប្រាសាទអង្គរទូតហើយមើលល្បែងជាព្រឹកជាព្រៃជាឆ្វែលចុះឆ្វែលឡើងគឺយើងជិះមកពីមុខពលានវិញដែរអញ្ចឹងបកមកជុំវងទូតហើយបុកទៅផ្លូវភូមិភាគវិញបាទឥឡូវគឺជាសកម្មភាពដែលខ្ញុំហើយនឹងក្រុមគ្រួសារបានដើរទៅកាន់អង្គរទូតហើយនេះជាខ្លងទ្វារសង្ក្រាន្តអង្គរទូតសង្ក្រាន្តអង្គរបាទឃើញថាបងប្អូនយើងទៅលេងសង្ក្រាន្តអង្គរច្រើនមែនទែនហើយខាងឆ្វេងហើយនិងខាងស្ដាំនេះគឺជាស្តង់លក់របស់ញ៉ាំហើយនឹងបង្ហាញពីវត្ថុបុរាណអញ្ចឹងបងប្អូនដោយសារពេលវេលាខ្លីក៏ខ្ញុំអត់បានទៅថតចិត្តទេគឺខ្ញុំថតពីចម្ងាយហើយមើលពីចម្ងាយដោយសារតែតម្រាំតែខ្ញុំចូលបានដល់ក្នុងហ្នឹងគឺម៉ោង4ជាងហើយម៉ោង4ជាងហើយក៏យើងមានពេលវេលាខ្លីមែនទែនអញ្ចឹងខ្ញុំថតបានតិចហើយបង្ហាញបងប្អូនទស្សនាអ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំងជាងគេនោះគឺបាទមកដល់នេះគឺមានស្គរធំមួយដែលដាក់បង្ហាញនៅមុខអង្គរទូតហើយយាយមីងម៉ាក់ហើយប្រពន្ធហើយនឹងប្អូនគឺសប្បាយចិត្តមែនទែនបាទដោយសារអីដោយសារថាគឺគម្រោងមកលេងហ្នឹងគឺសឹងតែអត់បានចូលមកលេងទេព្រោះដោយសារស្ទះផ្លូវមែនទែនថ្ងៃទី3នៃចូលឆ្នាំប្រពៃណីខ្មែរយើងអញ្ចឹងទៅក៏ព្យាយាមមែនទែនបងប្អូនតម្រុំទៅបានចូលដូចខ្ញុំនិយាយខាងលើគឺម៉ោង4ជាងហើយបានអាចចូលបានអញ្ចឹងយើងចូលមកដល់គឺមានអក្សរដែលគេដាក់បង្ហាញចូលរួមអបអរសាទរចូលឆ្នាំប្រពៃណីខ្មែរអញ្ចឹងណាមហាសង្ក្រាន្តគ្រួសារខ្មែរអញ្ចឹងទៅគឺមានឡាយធំអក្សរដាក់រៀបនៅតាមបណ្ដោយមុខផ្លូវចូលអង្គរនិយាយទៅគឺសម្រាប់ខ្ញុំគឺ interest មែនទែនហើយមានអារម្មណ៍ថាប្លែកព្រោះដោយសារខានមកសៀមរាបយូរហើយបើសម្រាប់មេឃវិញគឺមើលទៅដូចចង់ភ្លៀងមែនទេបងប្អូនគិតដូចខ្ញុំអត់ខ្ញុំមកសៀមរាបពេលដែលឃើញគេតែងទាក់ទងនឹងផ្កាចម្ប៉ាផ្កាចំប៉ីផ្កាម្ដួលអីចឹងគឺខ្ញុំមានអារម្មណ៍ថាស្រស់ស្រាយមែនទែនដូចកន្លែងនេះគឺស្អាតមែនទែនបាទពេលខ្ញុំឃើញគឺស្រស់ស្រាយមែនទែនអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេខ្ញុំមិនបានថតឲ្យច្រើនទេបងប្អូនអរគុណជម្រាបលាអ្នកទាំងអស់គ្នាបាយបាយ